ហើយកែចិត្តខ្មៅម្នាក់មួយថ្ងៃគិតជានឹងជីវីអ្នកបំរើដែលជាកុមារហើយតែងតែបង្ខំគេឲ្យធ្វើការគ្រប់បែបយ៉ាងទាំងយប់ទាំងថ្ងៃកូនខ្លាឲ្យកូនខ្លាតាឯងទៅងាប់ណាបាត់ហើយលោកកំចាស់ខ្ញុំកំពុងដាក់ចំណីឲ្យជ្រូកនេកហះអាកំខ្ជិលប្រញាប់ទៅឆុងតែឲ្យយើងទឹកអស់ហើយមិនទាន់បានទៅដងផងតើអាចង្រៃអញឈរនៅទីនេះធ្វើអីចុះមិនប្រញាប់ទៅដងមកម្ចាស់របស់គេមានឈ្មោះថាតាពុកមាត់ហើយអ្នកបម្រើក្មេងឈ្មោះថាកូនខ្លាដោយសារឪពុកម្ដាយបានស្លាប់អស់កូនខ្លាក៏គ្មានទីបង្អែកត្រូវបានតាពុកមាត់យកគេមកចិញ្ចឹមក្រោយមកក៏ក្លាយទៅជាអ្នកធ្វើការឲ្យគេដោយមិនអស់ប្រាក់គេធ្វើការដូចគោដូចក្របីចឹងរាល់ថ្ងៃគ្រាន់តែដើម្បីដូរនឹងអាហារហូបចុកប៉ុណ្ណោះទោះបីជីវិតលំបាកនិងហត់នឿយយ៉ាងណាក៏ដោយកូនខ្លាគេមិនដែលត្អូញត្អែរឡើយគេតែងតែអត់ធ្មត់និងព្យាយាមធ្វើការយ៉ាងស្ងៀមស្ងាត់ថ្ងៃនេះតាពុកមាត់បានប្រាឲ្យកូនខ្លាឲ្យទៅរែកទឹកពីជើងភ្នំមកកូនខ្លាបានរែកពីជើងភ្នំមកដល់កំពូលភ្នំតែលទ្ធផលត្រូវបានតាពុកមាត់មិនពេញចិត្តជាខ្លាំងគេបានស្ដីបន្ទោសទៅកូនខ្លាថាធ្វើការយឺតយ៉ាវណាស់ហើយថាទឹកមិនហ៊ានដាក់ឲ្យពេញទៀតនិយាយបន្តធាក់កូនខ្លាឲ្យដួលកំពប់ទឹកអស់រួចហើយនិយាយថាឆាប់ទៅជប់នេះឯងត្រូវរែកទឹកឲ្យបាន10ពាងបើឯងធ្វើមិនបានទេយើងនឹងវាយឯងឲ្យណានៃម្ដងដូច្នេះហើយក្រោមការគំរាមរបស់តាពុកមាត់កូនខ្លាមានតែរែកទឹកជើងភ្នំលើភ្នំដើរទៅដើរមករហូតចាប់ពីក្បាលល្ងាចរហូតដល់យប់ជ្រៅគេឈឺពេញរាងកាយអស់ហើយភ្នែកក៏ងុយស្ទើរតែបើកមិនរួចទៅហើយតែគេមិនហ៊ានសម្រាកសំបីតែបន្តិចដោយខ្លាចក្រែងថាតាពុកមាត់ដឹងបើគេដឹងពិតជាវាខ្លួនមិនខាត់ឡើយប៉ុន្តែពីងទឹកវាពិតជាធំណាស់គេរែកអស់មួយយប់ទៅហើយរហូតមេឃចិត្តភ្លើទៅហើយទឹកនៅតែមិនទាន់ពេញទៀតកូនខ្លាហត់ក៏ហត់ខ្លាចតាពុកមាត់ក៏ខ្លាចកូនខ្លាគ្មានជំរឿឡើយមានតែដើរដុសពីលើភ្នំទៀតពេលគេដើរទៅដល់រៀបនឹងដាក់ដងរែកក៏ឃើញកូនក្មេងតូចពាក់អ៊ីមក្រហមម្នាក់គេក៏កំពុងដងទឹករួចហើយរកធ្លាក់ចូលថណ្ដងទៅហើយធ្វើឲ្យកូនខ្លាភ័យរត់ទៅអោបគេចុះមកប្រយ័ត្នធ្លាក់អាល្អិតតើឯងធ្វើអីនៅទីនេះតែម្នាក់ឯងចឹងប្រយ័ត្នធ្លាក់ចូលអណ្ដូងតើផ្ទះរបស់ឯងនៅណាឯងរកផ្ទះមិនឃើញមែនទេឪពុកម្ដាយរបស់ឯងនៅណាក្មេងប្រុសម្នាក់នេះពិតជាចម្លែកមែនហេតុអីបានជាយប់ហើយនៅដើរផ្ដេសផ្ដាសហើយឪពុកម្ដាយមិនមករកចឹងហើយទោះជាកូនខ្លាសួរយ៉ាងណាគេគិតតែក្រវីក្បាលចុងក្រោយបានដឹងថាគេស្រេកទឹកហើយកូនខ្លាបានដងទឹកមួយធុងឲ្យគេផឹកមិននឹកស្មានថាក្មេងតូចពិតជាពូកែផឹកមែនមិនបានប៉ុន្មានផងទឹកពេញមួយធុងគេផឹកឡើងអស់រលីងពេលផឹករួចហើយគេក៏បានរត់ចូលក្នុងព្រៃបាត់តែមិននឹងចូលទៅព្រៃគេបានអរគុណកូនខ្លាផងដែរបងពិតជាចិត្តល្អណាស់ឲ្យបើអញស្រេកអាចមកផឹកបានកូនខ្លាកម្របានជួបមឹងបង្កើតមិត្តភាពជាមួយណាឡើងពេលជួបចឹងគេសប្បាយចិត្តណាស់ប៉ុន្តែមេឃភ្លឺហើយគេនៅមិនទាន់បានសម្រាប់ផងក៏ត្រូវប្រើឲ្យទៅកិនម្សៅថែមទៀតហើយខ្នះតាពុកមាត់កំពុងតែដេកលើគ្រែនៅឡើងទេគេដេកយ៉ាងស្រួលនៅលើគ្រែពុះដោយសារតែអស់កម្លាំងនឹងងុយខ្លាំងពេកគេក៏បានដេកលើក្តារកិនម្សៅនោះទៅស្រាប់តែពេលនោះតាពុកមាត់ពិតជាមានត្រចៀកវៃមែនគេកំពុងដេកសោះតែគេស្ដាប់មិនឮកូនខ្លាកិនម្សៅគេក៏បានចេញមកនឹងស្ទុះទៅវីកូនខ្លាតែម្ដងបានស៊ីចុកឆ្អែតហើយមិនចង់ធ្វើការខ្ញុំនឹងវីឯងឲ្យស្លាប់ដោយការភ័យខ្លាចកូនខ្លាក៏បានរត់ចេញទៅក្រៅផ្ទះនឹងមានរបួសពេញខ្លួនភាពលំបាកក្នុងជីវិតបានធ្វើឲ្យគេអង្គុយស្រក់ទឹកភ្នែករំពេចនោះកូនក្មេងអ៊ីមក្រហមក៏បានលេចចេញមកលោតទៅតង់កគេនឹងធ្វើឲ្យគេឈឺជាខ្លាំងបងប្រុសកាត់អីនឹងតាពុកមាត់វីនឹងណាខ្ញុំខំធ្វើការឲ្យគាត់រាល់ថ្ងៃតែគាត់នៅវីខ្ញុំទៀតតែហេតុអីត្រូវធ្វើការឲ្យគាត់ថាមកពីគ្រួសារខ្ញុំជំពាក់ប្រាក់គាត់ឪពុកម្ដាយរបស់ខ្ញុំគឺត្រូវគាត់បង្ខំតតែស្លាប់តាពុកមាត់គឺឲ្យខ្ញុំធ្វើការឲ្យគេអស់មួយជីវិតធ្វើការឲ្យគេអស់មួយជីវិតចឹងមិនកើតកូនក្មេងបានដឹងរឿងរបស់កូនខ្លាគេពិតជាអាណិតជាខ្លាំងពេលនោះគេក៏បានបេះគ្រាប់ពូជពីលើក្បាលគេមួយគ្រាប់មករួចបោះទៅលើដីរំពេចនោះគ្រាប់ពូជនោះក៏បានដុះចេញមកគឺជាដើមយិនសិនគេក៏បានដកយិនសិននោះយកមកឲ្យកូនខ្លាដើម្បីឲ្យកូនខ្លាយកទៅសងបំណុលមិននឹកស្មានថាតាពុកមាត់ឃើញយិនសិនដែលមានតម្លៃបែបនេះគេក៏បានបើកភ្នែកធំហើយស្រវីយកមកមើលគេក៏ប្រញាប់សួរថាគេបានមកពីណាដោយកូនខ្លាជាក្មេងស្មោះត្រង់គេបានរៀបរាប់ដោយគ្មានលាក់បាំងនៅពេលតាពុកមាត់ស្ដាប់ឮហើយក៏ដឹងច្បាស់ថាកូនក្មេងតូចនោះជាយិនស៊ីនពាន់ឆ្នាំដែលមានជីវិតគាត់បានបន្ទោសកូនខ្លាថែមទៀតថាហេតុមិនចាប់គេយកមកនិងប្រាប់ថាឪពុកម្ដាយឯងជំពាក់បំណុលច្រើនណាស់ឯងសងមិនរួចនោះទេយើងត្រូវបូកការបន្ថែម10ឆ្នាំ20ឆ្នាំ30ឆ្នាំ40ឆ្នាំ50ឆ្នាំចាប់ទុកថាឯងសងរួចចុះចឹងខ្ញុំទៅហើយជប់សិនចាំបន្តិចប៉ុន្តែនៅជីតារបស់ឯងក៏ជំពាក់ប្រាក់ឪពុកយើងផងដែរហើយនៅជីទូតរបស់ឯងជំពាក់ជីតារបស់យើងទៀតហើយមានលោកម្ចាស់ចេះតែថានឹងតើព្រមមិនព្រមលេងខ្ញុំឲ្យទៅលេងយើងលេងឯងឲ្យទៅតាពុកមាត់បានសន្យាថាឲ្យតែឯងរកឃើញមនុស្សយិនស៊ីនបំណុលទាំងប៉ុន្មានគឺត្រូវរួចទាំងអស់នឹងផ្ដល់ប្រាក់កាសមួយចំនួនផ្ដល់ទៅឲ្យកូនខ្លាធានាថាមួយជីវិតគេមិនខ្វះហូបនិងមិនខ្វះស្លៀកពាក់ទៀតហើយខ្ញុំមិនត្រូវការទេចឹងឯងក៏ទៅណាមិនបានដែរខ្ញុំមិនទៅក៏បានដែរកូនក្មេងនោះខ្ញុំមិនទៅរកឲ្យគេឃើញដូចនោះតាពុកមាត់មានតែដូរយុទ្ធសាស្ត្រគាត់បានដូរកាយវិការទន់ភ្លន់ភ្លាមគេបាននិយាយលួងលោមកូនខ្លាគ្រប់បែបយ៉ាងគេថានឹងឲ្យទ្រព្យសម្បត្តិរបស់គេទាំងអស់ឲ្យទៅកូនខ្លារហូតដល់លុតជង្គង់អង្គវកូនខ្លាឲ្យទៅរកមនុស្សយិនស៊ីន
ប៉ុន្តែកូនខ្លានៅតែមិនយល់ព្រមនឹងមិននិយាយស្ដីអ្វីទាំងអស់ទីបំផុតតាពុកមាត់ក៏មិនអាចទ្រាំទៅទៀតបានគាត់និយាយយ៉ាងដាច់អហង្ការថាឯងមិនទៅរកឲ្យយើងក៏អាចរកថ្មបាយខ្លួនឯងក៏បានដែរយើងនឹងចាប់មនុស្សយឹមស៊ីនឲ្យបាននៅពេលយប់នោះកូនខ្លាដេកមិនលក់សោះគេបានប្រែទៅប្រែមកមិនឈប់ព្រោះគេព្រួយបារម្ភអំពីសុវត្ថិភាពរបស់កូនក្មេងយិនស៊ីននោះពេលនោះគាត់ក៏បានលួចដេញស្ងាត់ដើម្បីយកដំណឹងនេះទៅប្រាប់យិនស៊ីនតែគេមិនដឹងគេថាតាពុកមាត់កំពុងតែតាមដានគេពីក្រោយនៅពេលនោះដែលកូនខ្លាសម្លឹងមើលជុំវិញដោយអន្ទះសារកូនក្មេងពាក់អ៊ីមក្រហមក៏បានចេញមកតង់ក៏គេឯងនៅលេងសើចជាមួយខ្ញុំទៀតតាពុកមាត់នឹងមកចាប់ឯងគាត់ហេតុអីត្រូវមកចាប់ខ្ញុំព្រោះគេថាឯងជាមនុស្សយិនស៊ីនគេត្រូវចាប់ឯងយកទៅស្វ័យស្ដេចដើម្បីទទួលបានវង្វាន់គេមិនអាចចាប់ខ្ញុំបានទេគេថាចាប់តែសក់ក្រងរបស់ឯងឲ្យបានទៅឯងនឹងរត់មិនរួចហើយហះអាមនុស្សចិត្តខ្មៅតាពុកមាត់ក៏បានចេញពីទីងឹតមករួចហើយក៏យកដៃទាំងពីរចាប់កំពើសក់ក្រងរបស់កូនក្មេងបានរើបំរាស់តែរើមិនរួចកូនខ្លាភ័យណាស់ក៏ប្រញាប់រត់ទៅជួយគេក៏បានខំដៃតាពុកមាត់យ៉ាងខ្លាំងតាពុកមាត់បានស្រែកយ៉ាងខ្លាំងដោយសារឈឺចាប់កូនក្មេងអ៊ីមក្រហមក៏មានឱកាសរត់ចូលក្នុងដីហើយក៏បាត់ស្រមោលមួយរំពេចគេខឹងខ្លាំងណាស់កំណប់ទ្រពឃើញនឹងភ្នែកត្រូវបានរបូតបាត់ពីដៃគេក៏បានរត់ទៅចាប់កូនខ្លាដើម្បីបញ្ចេញកំហឹងគេទាំងពីរក៏បានប្រតែយប្រតប់ទៅវិញទៅមកនៅជិតជ្រោះថ្មដ៏ធំមួយកូនខ្លាក៏បានរអិលជើងធ្លាក់ចុះដែលដៃគេតោងជាប់នឹងគែមថ្មតាពុកមាត់ឃើញហើយក៏មិនមកជួយទេថែមទាំងគំរាមកំហែងកូនខ្លាថែមទៀតឯងមិនឲ្យកូនយិនស៊ិនចេញមកទេយើងនឹងយកដំថ្មនេះគប់ឯងឲ្យស្លាប់នៅក្នុងសភាពគ្រោះថ្នាក់នោះក្មេងយិនស៊ិនក៏បានចេញមកហើយក៏ធ្វើជាឲ្យតាពុកមាត់ចេញតាមរួចហើយក៏ចូលក្នុងដីបាត់ស្រមោលតាពុកមាត់ខឹងយ៉ាងខ្លាំងក៏បានយកដៃទៅកាយដីនោះកាយរហូតដល់តែអាចលូតចូលខ្លួនឯងបានក៏នោះតែបន្តកាយកំពុងតែកាយក៏ធ្វើឲ្យដីបាក់សង្កត់ជំរំដៅដែលគេកាយនោះធ្វើឲ្យគេត្រូវបានកប់ជាប់នៅក្នុងរណ្ដៅដែលខ្លួនកាយនោះទីបំផុយគាត់ត្រូវបានស្លាប់ដោយសារភាពលោភលន់របស់គាត់